បាទថ្ងៃនេះសូមជូនលំហាត់មួយគេមានបង្គំ resistor ដោយបង្ហាញនៅក្នុងរូបហើយ resistor នីមួយៗគឺមានតម្លៃបាទដូចរូបនឹងឯងគេឲ្យយើងរក resistance សមមូលបាទរវាងគោលហ្នឹងណាបាទរវាងគោលបាទគេដាក់ A EQ របស់យើងណា equivalent resistance សមមូលអញ្ចឹងដូចខ្ញុំបានបញ្ជាក់ប្រាប់អញ្ចឹងថាបើសិនជាអំពូលមួយនេះបាទវាភ្ជាប់គ្នាដូចចុងចេះខ្សែភ្លើងចេះគឺអំពូលនឹងឆេះដាច់បាទអញ្ចឹងយើងមើលកន្លែងនេះresistor ដែលមាន resistance 1 អូមណាគឺវាអត់ឆេះដាច់ហើយបន្ទាប់មកវាមិនភ្ជាប់ដោយខ្សែចម្លងឃើញទេវាជួសដោយខ្សែចម្លងហើយខ្សែចម្លងនេះคล้ายទៅជាខ្សែចម្លងនៃមកកណាត់ក្រោយទេដូចប៉ូលវាអញ្ចឹងយើងឃើញថាអានេះគឺត្រូវបានឆេះដាច់ដូចគ្នាចឹងសល់តែប៉ុណ្ណេះចឹងសេកវីថ្មីយើងអាចគូបានថាចេះនេះ resistor 2 អូមហើយអានេះមកខាងនេះវា resistor 6 អូមណាបាទហើយមកខាងនេះ resistor វា1 អូមអានេះវាសល់អីគេបើខ្សែចម្លងនេះវាសល់ resistor 3 អូមទៀតនេះណាបាទ3 អូមអញ្ចឹងអានេះវាបានអីគេចាំមកកណាត់នេះអាមកកណាត់បន្តជាខ្នែងអញ្ចឹងណាខ្ញុំតាំងនេះlà A1 ចេះចឹងA1 អានេះ A2 អានេះ A3 នេះ A4 អញ្ចឹងណាអញ្ចឹងយើងមើល A2 A3 នេះខ្នែងអញ្ចឹងយើងបាន1លើ A 2 3ស្មើ1លើ A2 បូក1លើ A3 A2 1លើ6 A3 1លើ3វាបែររួមវា6នេះ1នេះមាន3ខ្វះ2អញ្ចឹង3លើ6អញ្ចឹង A2 3វាទៅជា6លើ3បាន2 អូមអញ្ចឹងអា A1 A2 3និង A4 នេះតជាស៊េរីយ៉ាង resistance សមមូលរបស់យើង A equivalent នេះស្មើ A1 បូក A2 បូក A4 ស្មើ2 អូម2 អូមបូក2 អូមបូកឲ្យ1 អូមចឹង A សមមូលរបស់វាណាស្មើ5 អូមបាទវីដេអូមានប៉ុណ្ណឹងណា